ឆ្នាំហ្នឹងនៅកំពង់ចាមមានឡានតាក់គេប៉ុន្តែទេវតាយកចិត្តតម្លាក់ភ្លៀងឲ្យមកមេនិយាយថាអូយស្វាយដល់ក៏មានថ្ងៃទី1មាននៅមកច្រើនមែនតើគ្រប់បណ្ដាខេត្តនេះដូចបានឃើញអញ្ចឹងនិយាយថាអូរំសាហាវហ្មងនិយាយទៅថ្ងៃទី1ហ្នឹងគឺក្តៅខ្លាំងមែនតើដូចនៅដណ្ដាប់ភ្លើងចឹងប៉ុន្តែទេវតាតម្លាក់ភ្លៀងឲ្យមកមេអូនិយាយពីថាស្វាយហមបដើប៉ែតម្សៅបដើមិនបាច់មានឡានតាក់ទេមានទឹកភ្លៀងមកស្រាប់អូនៅហើយមានមនុស្សមកច្រើនមែនតើថ្ងៃទី1ហ្នឹងគឺគ្រប់បណ្ដាខេត្តផ្សេងៗគាត់មកអញ្ចឹងណាហើយនេះខ្ញុំថតមកពីខាងកំពង់មូធំកន្លែងកំពង់មូហ្នឹងគឺមើលបានឃើញ4ទិសហ្មងពីទិសខាងសាលាខេត្តខាងមាត់ទន្លេខាងផ្លូវភ្លោះហូមនុស្សច្រើនមែនតើហ្នឹងថ្ងៃទី1ឯងថ្ងៃទី2នឹងមានមនុស្សច្រើនជាងហ្នឹងទៀតព្រោះដោយសារមានការតាំងលាហានេះខ្ញុំថតមើលទេសភាពបងប្អូនគាត់លេងសប្បាយមែនទេមិនមែនមកតែនៅខេត្តកំពង់ចាមទេមាននៅខាងត្បូងឃ្មុំព្រៃវែងស្វាយរៀងប៉ៃលិនក៏មានដែរហើយជនជាតិបរទេសក៏គាត់មកដូចគ្នាហើយគាត់សប្បាយលេងសប្បាយទាំងអស់គ្នាគឺអត់មានប្រកែកប្រកាន់គ្នាអីទេហើយមានគ្រប់មានប្រភេទអីក៏មានដែរអាតេះក៏មានលម្អក៏មានឡានតូរីសាំយ៉ុងអីដែលគេកាត់សតតែខ្លួនហ្នឹងក៏មានដែរអូមានច្រើនមែនទេនេះខ្ញុំទៅជាមួយពុកម៉ែទៅរួមលេងមួយគេយ៉ាចុះមានតែប៉ុណ្្នឹងទេចាំមើលថ្ងៃទី2ទាំងអស់គ្នាថាច្រើនខ្លាំងប៉ុណ្ណាបាយបាយលើកនិយាយថាកំពង់ចាមឲ្យតែចូលឆ្នាំគឺភ្ញៀវទេសចរតែងតែបានលេខ1លេខ2លេខ3រហូតអត់ដែលធ្លាក់ដល់លេខ5ខ្ញុំមានជឿណាពេលទៅដល់ផ្ទាល់ម៉ែអើយមនុស្សច្រើនរបស់គេមែនច្រើនខ្លាំងមែនតើបងប្អូនទាំងអស់គ្នាអានេះពេលព្រឹកតែម៉ោង8ព្រឹកថ្ងៃព្រោះដោយសារថ្ងៃទី2គេតាំងលេខ5អញ្ចឹងមុននឹងតាំងលេខ5គឺមានអភិបាលខេត្តគាត់មកចូលរួមនៅក្នុងការនិយាយអីសិនអញ្ចឹងណាព្រោះដោយសារឆ្នាំមុនហ្នឹង3តោនទៅកន្លះម៉ោងអស់ទាំងអស់គ្នាជឿថាឆ្នាំហ្នឹង5តោនតែ15នាទីអស់លេងមកប្រហែលជាគេមានការតាំងលេខ5ហ្នឹងប្រហែលជា2តង់មកទៅព្រោះដោយសារខ្ញុំមកតង់ទី1ព្រោះដោយសារផ្ទះខ្ញុំនៅចិត្តនឹងស្រាប់អញ្ចឹងខ្ញុំដើរមកទេហើយមកដល់គឺខ្ញុំបានតែ3គ្រាប់ឲ្យគាត់យកអត់តន់គេទេយកឈ្នះគេទេតែប៉ុន្តែខ្ញុំនៅចិត្តខ្ញុំខ្ជិលមកពីពេលព្រឹកហើយពេលហ្នឹងពេលថ្ងៃគឺចំពេលមេឃកំពុងក្តៅល្អខ្លាំងមែនទែនជាមួយលេខ5ពេលញ៉ាំទៅឆ្ងាញ់ខ្លាំងមែនទែនហើយបច្ចៈមិនមែនតែលេខ5មួយទេគឺមកដល់ខេត្តកំពង់ចាមមានរបស់ free ច្រើនមែនទែនមានទាំងហ្វូមមានទាំងសមមានទាំងអាកោមានទាំងទឹកសុទ្ធ free អីផ្សេងទៀតច្រើនចុះបងប្អូនគាត់មកគឺគាត់យកម៉ាយវិចម៉ាយមកបន្ថែមមកទៀតហើយជឿតែឯងញ៉ាំមួយលេខ5បានទៀតហើយប្រវែងឆ្នាំហ្នឹងគឺ1200ម៉ែត្រឬក៏300ម៉ែត្រខ្ញុំភ្លេចបាត់ហើយនេះប៉ុន្តែគេតាំងចំនួន5តោហើយនេះម៉ោងប្រហែលជាមួយដណ្ដប់ពេលដែលខ្ញុំដើរត្រឡប់មកវិញមនុស្សច្រើនមែនតើមានចាប់ផ្ដើមច្រើនតាំងពីពេលព្រឹកទៅហ្មងហើយរហូតដល់ពេលថ្ងៃនេះម៉ោង1ថ្ងៃបងប្អូនម៉ោង1ថ្ងៃនោះគ្នាចាប់ដើមលេងយកហ្មងលេងរហូតដល់យប់ហើយនេះស្ទះខ្លាំងណាស់មិនមែនផ្លូវស្លាកខេត្តទេនេះផ្លូវខាងផ្លូវជិះលេងប៉ោះចាស់មនុស្សស្ទះពេកខ្ញុំចូលក្នុងស្លាកខេត្តចូលអត់ដល់ទេគួរអីមនុស្សច្រើនពេកទាំងអស់គ្នាហើយមានអ្នកមកលេងច្រើនទេមានទាំងពោតប៉ែប៉ៃលិនកំពង់ចាមបងឃ្មុំព្រៃវែងសៀមរាបក៏មានដែរមានអ្នកពេញក៏មកច្រើនខ្លាំងមែនតើអញ្ចឹងឆ្នាំក្រោយទាំងអស់គ្នាអាចមកលេងបានខ្ញុំធានាថាមកដល់អត់តន់ទេលេខ5ទោះបីជាអត់តន់ក៏នៅមានលក់ដែរថ្ងៃចូលឆ្នាំហ្នឹងហើយបងប្អូនគាត់លេងសប្បាយមែនតើមានគ្រប់ប្រភេទមានទាំង Power Ranger មានទាំងឡានមានទាំងឡានតូរីដែលគេកាត់សតតែខ្លួនហ្នឹងហើយដើម្បីឲ្យនេះមានការរងកំសាន្តពេលយប់ពេលល្ងាចហើយពួកគាត់ friendly ខ្លាំងមែនតើអត់មានប្រកាន់គ្នាអីទេគឺលេងសប្បាយទាំងអស់គ្នាហើយនេះថ្ងៃទី2ចាំមើលថ្ងៃទី3ទាំងអស់គ្នាហើយឆ្នាំក្រោយសង្ឃឹមថាមកលេងទាំងអស់គ្នាបាយបាយអ្នកលេងទឹកនៅកំពង់ចាមឃើញចាស់ពីមុនហ្នឹងក៏ប្រាប់ថាបើចង់លេងឈ្នះនៅកំពង់ចាមតើតែមានតកគាត់ទៅលើចំភ្លើងក៏បាយតែទិញតកដាក់ភ្លាមយកទៅលេងជាមួយបងអូនិយាយទៅពួកគាត់លេងសាហាវមែនមានទាំងទឹកនិយាយទៅឈរចាំបាញ់នៅមុខផ្ទះគ្រប់គ្នាមកហើយតកបាញ់និយាយតកមានមកកណោតើតែមានតកមែនមិនលេងឈ្នះបើមានតកទេបាញ់ឈ្នះពួកគាត់ទេដាក់មកជាក់ស្រុកយកហ្មងហើយនេះគឺជាសកម្មភាពថ្ងៃទី3ហើយថ្ងៃទី3នេះគឺមានមនុស្សមកលេងច្រើនជាងថ្ងៃទី2ថ្ងៃដែលគេហាលះទៀតទាំងអស់គ្នាមានចំនួន 1.7 សែន1លាន 7 សែននៅក្នុងថ្ងៃទី3ហ្នឹងចឹងបូកសរុបទាំង3ថ្ងៃគឺទទួលបានចំណាត់ថ្នាក់លេខ2ចាញ់ពេញតែទីទេឆ្នាំ2024លេខ1ឆ្នាំ2025ធ្លាក់មកលេខ3ឥឡូវចូលមកលេខ2វិញអញ្ចឹងយើងសង្ឃឹមថាឆ្នាំក្រោយនឹងមានការតាំងលេខ5ឬក៏មានកម្មវិធីផ្សេងៗទៀតច្រើនហើយបងប្អូននឹងមកលេងទាំងអស់គ្នាកាន់តែច្រើនដើម្បីទទួលបានលេខ1ឬក៏ដើម្បីទទួលបានភាពសប្បាយរីករាយទាំងអស់គ្នាហើយនេះគឺសកម្មភាពពេលយប់គឺគាត់រួមលេងអត់ប្រកាន់គ្នាអត់ខឹងអត់សួរគ្នាទេហើយបងប៉ូលីសសមត្ថកិច្ចអីគឺគាត់នឹងឈរយាមសប្បាយទាំងអស់អត់មានការបង្កហេតុឬក៏បង្កអីមួយដែលមិនល្អទេអញ្ចឹងនេះគឺជាសកម្មភាពថ្ងៃទី3ហ្នឹងគឺចូលរួមលេងបន្តិចព្រោះដោយសារគ្រាន់តែដើរកាត់គឺគាត់ទាញឲ្យចូលរួមអញ្ចឹងយើង friendly គាត់ក៏ friendly ទាំងអស់គ្នាអញ្ចឹងក៏សប្បាយទាំងអស់គ្នាទៅហើយនៅតាមផ្លូវវិញមិនចាំចូលដល់ស្លាកខេត្តទេតាមផ្លូវខាងមុខផ្លូវជាតិលេងប៉ោះចាស់ហ្នឹងគឺមនុស្សច្រើនខ្លាំងមែនតើមានទាំងឡានមានទាំងអតេះមានទាំងលំមកមានទាំង
ឡានផ្សេងទៀតមានច្រើនប្រភេទគាត់ចូលរួមលេងទាំងអស់គ្នាសម័យទាំងអស់គ្នាហើយតមានតកដូចនិយាយចឹងតមានតកនេះឡានតូរីសដែលល្បីចាំកំពង់ចាមមក BA កំពង់ចាមយ៉ាអញ្ចឹងគឺមានតែប៉ុណ្្នឹងទេ thank you ជួបគ្នាឆ្នាំក្រោយនេះគឺជាតង់ទី4នៃខេត្តកំពង់ចាមបន្ទាប់ពីសោះហែងតង់ទី1តង់ទី2តង់ទី3មកបន្តមកតង់ទី4អូសប្បាយខ្លាំងមែនទែនបងគាត់ព្រមតាំងពីល្ងាចតាំងពីម៉ោង4ម៉ោង5ហើយម៉ូតូគឺស្ទះហើយមនុស្សគឺស្ទះខ្លាំងមែនទែននៅតង់ទី4ហ្នឹងគឺថានៅមុខសាលាខេត្តគឺមនុស្សណែនមែនទែនចូលអត់ចោះទេហើយសប្បាយខ្លាំងមែនទែនមានទាំងឡានមានទាំងម៉ូតូនៅក្នុងហ្នឹងគឺស្ទះនៅហ្នឹងហើយរួមនៅហ្នឹងបណ្ដោយដាក់ម៉ាស់រួមនៅហ្នឹងហើយបង friendly សាហាវហើយគាត់ថាចាំក្រោយគាត់មកទៀតហើយបងខ្លះគាត់មកពីខាងបៃលិនមកពីខាងបៃវែងមកពីខាងស្វាយរៀងមកពីខាងកំពង់ស្ពឺកំពង់ឆ្នាំងបៃវែងហ្នឹងគឺគាត់មកលេងដែរគាត់ថាចាំក្រោយគឺគាត់នាំមិត្តភក្តិមកលេងដែរគាត់ថាគាត់សប្បាយខ្លាំងមែនទែនហើយបងគាត់ព្រមហើយប៉ាត់ម្សៅហ្នឹងក៏ដូចគ្នាដែរគឺគាត់ friendly មួយពួកយើងខ្លាំងមែនទែនហើយនេះគឺឡាន BA ប្រចាំកំពង់ចាមដែលល្បីរាល់ឆ្នាំតែម្ដងហើយស្ថានហ្នឹងគាត់មកប្រហែលជា2គ្រឿងតែប៉ុន្តែឡានហ្នឹងគឺមានច្រើនគ្រឿងប៉ុន្តែគាត់យកមក2គ្រឿងហើយសំឡេងវិញអុកសំឡេងបុកសាហាវទាំងធុងបាសទាំងកំពង់ស៊ីម៉ាំងនេះអាណិតឡានដល់កោអើយតែសប្បាយហើយនេះសកម្មភាពថ្ងៃទី4នេះគាត់លេងចប់អីហើយប្រហែលជាគាត់ទៅពេញយកហ្មងគាត់ជិះតាមផ្លូវហ្នឹងគាត់ចូលមកលេងឲ្យហើយហ្មងនៅសល់ហាយទាំងអស់គ្នាព្រោះដោយសារតង់ទី1តង់ទី2តង់ទី3ចូលមកក្នុងហ្នឹងអត់ចុះអញ្ចឹងតង់ទី4យើងចូលមកឲ្យចុះអញ្ចឹងខ្ញុំដើរមើលទៅឃើញពួកគាត់លេងសប្បាយខ្លាំងមែនទែនអត់ប្រកែប្រកាន់គ្នាអីទេហើយក៏អត់មានបញ្ហាជាការវាយគ្នាឬក៏មានការឈ្លោះប្រកែកគ្នាអីទេហើយនេះគឺឆ្នៃបណ្ឌិតខ្លាំងមែនទែនគាត់ដាក់មនុស្សអត់គ្រាន់អញ្ចឹងគាត់តកតុយមកបានពីងចំណេញពីងមួយហើយចំណេញមនុស្សទៀតអញ្ចឹងអូខេសង្គ្រាម4ថ្ងៃក៏បានបញ្ចប់តែពិតទៅមានតង់ទី5តែខ្ញុំបាននៅដល់តង់ទី5ទេខ្ញុំបានត្រឹមតង់ទី4ហើយនៅដល់ប្រហែលជាម៉ោង8យប់ដែរពួកគាត់នៅលេងនៅក្នុងសម័យអស់គ្នាហើយខ្ញុំមុនចប់ជួនឆ្កែខ្ញុំដើរលេងព្រោះឲ្យវាតាម